ខ្ញុំបានទៅរើសទូរស័ព្ទដែលធ្លាក់ចុះប៉ុន្តែមិនបានឃើញបុរសដែលដើរកាត់នោះទេមួយភ្លែតក្រោយមកខ្ញុំក៏បុកគាត់ដួលទៅដីពេលដឹងខ្លួនថាមានរឿងអ្វីកើតឡើងខ្ញុំក៏ប្រញាប់ទៅពិនិត្យមើលគាត់ឃើញទឹកមុខឈឺចាប់របស់គាត់ខ្ញុំក៏នាំគាត់ទៅមន្ទីរពេទ្យភ្លាមពេលនោះខ្ញុំបានទទួលសារពីមិត្តរួមការងារម្នាក់ដែលប្រញាប់ប្រាប់ឲ្យខ្ញុំទៅប្រជុំដោយប្រញាប់ប្រញាល់ខ្ញុំគ្មានជម្រើសអ្វីក្រៅពីយកទូរស័ព្ទរបស់គាត់ហើយបន្ថែមព័ត៌មានទំនាក់ទំនងរបស់ខ្ញុំទៅក្នុងនោះក្រឡេកមើលជើងដែលរបួសរបស់គាត់ខ្ញុំប្រាប់គាត់ថាខ្ញុំមានរឿងបន្ទាន់ត្រូវដោះស្រាយហើយត្រូវតែទៅប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើបានមុនពេលចាក់ចេញខ្ញុំថែមទាំងដោះនាឡិកាដៃរបស់ខ្ញុំទុកជាសំណងទៀតផងសំណាងល្អខ្ញុំបានទៅដល់កិច្ចប្រជុំដេញថ្លៃរបស់ក្រុមហ៊ុនទាន់ពេលហើយបន្ទាប់ពីកិច្ចប្រជុំចប់ខ្ញុំក៏ត្រឡប់ទៅមន្ទីរពេទ្យជួបគាត់ម្ដងទៀតពេលខ្ញុំដើរចូលទៅខ្ញុំឃើញថាគាត់កំពុងដេកលក់ទៅហើយខ្ញុំមិនអាចទប់ចិត្តខ្លួនឯងបានក៏ដើរចូលទៅជិតដើម្បីមើលគាត់ឲ្យកាន់តែច្បាស់ពេលខ្ញុំកំពុងសម្លឹងមើលគាត់ដោយស្ងៀមស្ងាត់ស្រាប់តែគាត់បើកភ្នែកឡើងខ្ញុំក៏ប្រញាប់បកស្រាយថាខ្ញុំធ្វើការចប់ហើយគាត់បានប្រាប់ថាស្ថានភាពគាត់មិនធ្ងន់ធ្ងរទេគ្រាន់តែត្រូវទៅសម្រាកនៅផ្ទះ 2-3 ថ្ងៃប៉ុណ្ណោះដូច្នេះខ្ញុំក៏ត្រឡប់ទៅផ្ទះផ្លាស់ប្ដូរសម្លៀកបំពាក់រួចត្រឡប់មកវិញដើម្បីនាំគាត់ទៅផ្ទះទោះបីជាគាត់របួសក៏ដោយក៏គាត់នៅតែទូចយកកាបូបផ្ទាល់ខ្លួនឯងបន្ទាប់ពីយើងទៅដល់ផ្ទះគាត់ខ្ញុំបានជួយគាត់ឲ្យអង្គុយសម្រាកប៉ុន្តែដោយចៃដន្យខ្ញុំក៏ដួលទៅលើសាឡុងជាមួយគាត់ភាពជិតស្និទ្ធភ្លាមនោះធ្វើឲ្យយើងទាំងពីរនាក់ស្ងៀមអស់មួយភ្លែតពេលដឹងខ្លួនឡើងវិញខ្ញុំក៏ប្រញាប់ក្រោកឡើងតែទៅបុកជើងដែលរបួសរបស់គាត់ម្ដងទៀតឃើញសម្លឹងភ្នែកគាត់ខ្ញុំក៏ព្យាយាមបកស្រាយខ្លួនឯងដោយច្របូកច្របល់បន្ទាប់មកខ្ញុំក៏បដូរប្រធានបទហើយចាប់ផ្ដើមសន្ទនាជាមួយគាត់ក្នុងអំឡុងពេលសន្ទនាខ្ញុំបានដឹងថាប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយគាត់កំពុងរស់នៅតែម្នាក់ឯងរឿងនេះធ្វើឲ្យខ្ញុំកាន់តែតាំងចិត្តថានឹងថែទាំគាត់ឲ្យបានល្អថ្ងៃបន្ទាប់ខ្ញុំបានទិញរបស់របរជាច្រើនទៅលេងគាត់ប៉ុន្តែពេលខ្ញុំទៅដល់ជណ្ដាលគាត់ក៏ដួលប្រឡាក់មកដល់មុខខ្ញុំទោះបីដួលក៏ដោយគាត់នៅតែនឹកចាំសួរសុខទុក្ខខ្ញុំដែលធ្វើឲ្យខ្ញុំសើចដាច់ខ្យល់ពេលត្រឡប់ចូលបន្ទប់វិញខ្ញុំបានជួយលាបថ្នាំឲ្យរបួសរបស់គាត់ហើយវាមានអារម្មណ៍ថាបេះដូងរបស់យើងកាន់តែជិតស្និទ្ធនឹងនេះបន្តិចម្ដងប៉ុន្តែអ្វីដែលខ្ញុំមិននឹកស្មានដល់នោះគឺពេលខ្ញុំទៅលេងគាត់ម្ដងទៀតដៃរបស់គាត់ក៏របួសម្ដងនេះដូច្នេះដើម្បីការពារកុំឲ្យគាត់រងរបួសម្ដងទៀតខ្ញុំក៏ស្នើឲ្យគាត់មកស្នាក់នៅផ្ទះខ្ញុំគាត់មិនបានបដិសេធទេពេលយើងចូលទៅដល់ខ្ញុំក៏ប្រញាប់រៀបចំសម្លៀកបំពាក់ដែលរីប៉ាយពីពេញយឺសម្លេងសើចរបស់គាត់ខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង